ជនជាតិអូស្ត្រាលីអត់មានឡានទំនើបជិះទេចាអ្នកទាំងអស់គ្នានិយាយទៅប្រជាជនសឹងតែ 90% តែម្ដងឡានរបស់គាត់ដែលពួកគាត់ជិះមើលទៅស្តៀងគ្នាឡានដែលល្បីជាងគេនៅក្នុងប្រទេសអូស្ត្រាលីមានម៉ាកអីគេដូចជាម៉ាក Toyota ម៉ាក Camry ម៉ាក Corolla ហើយ Mitsubishi ហេតុអីបានឡានទាំងនោះល្បីនៅក្នុងប្រទេសអូស្ត្រាលីពីព្រោះដោយសារឡានទាំងនោះគឺវាចង់និយាយថាគួរឲ្យទុកចិត្តវាមិនខូចច្រើនមិនស៊ីសាំងច្រើននិងអាចប្រើបានរយៈពេលយូរអញ្ចឹងកំណត់របស់ជនជាតិអូស្ត្រាលីពេលដែលគាត់ទិញឡានមួយគាត់អត់គិតថាឡាននោះមើលទៅថ្លៃឬថោកឬក៏មើលទៅទំនើបឬក៏មិនទំនើបឬក៏របស់ brand ស្អីទេគាត់ទិញគាត់មើលថាតើរបស់ហ្នឹងវាប្រើបានយូរអត់ហើយវាគួរឲ្យទុកចិត្តអត់វាសុវត្ថិភាពឬអត់អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ឃើញឡានល្បី brand អីទោះតែអ្នកទាំងអស់គ្នាចូលទៅក្នុងទីក្រុងដូចជា Sydney អ្នកទាំងអស់គ្នាហើយមនុស្សដែលគាត់ប្រើឡាន brand ល្បីអីហ្នឹងទោះតែគាត់នឹងធ្វើការដូចជាអ្នកគក់ជាដីនៅនេះគឺឡានជិះទំនើបស្លៀកពាក់ទំនើបបានន័យថាចង់បង្ហាញឲ្យគេដឹងថាគាត់ជាអ្នកមាននិយាយទៅវាជារឿងទូទៅតែម្ដងនៅក្នុងប្រទេសអូស្ត្រាលីដែលអ្នកដែលជិះឡានល្អល្បីហ្នឹងគឺមានតែអ្នកគក់ជាដីឯងដោយសារគាត់ចង់បង្ហាញគេថាគាត់ហ្នឹងជាអ្នកគក់ជាដី